បាទអនុញ្ញាតគ្រប់ជំរាបសួរបងប្អូនសាជាថ្មីបាទហ្នឹងហើយខ្ញុំនិយាយរឿងមួយដែលតាក់ទងជាមួយនឹងហានិភ័យខ្ពស់ដែលមនុស្សមិនទាន់ដឹងដែលមនុស្សមិនបានចាប់អារម្មណ៍គិតថាធម្មតាតែរឿងនេះគឺជាសកម្មភាពមួយដែលកំពុងតែសកម្មបំផុតនៅក្នុងប្រទេសខ្មែរដោយមនុស្សមួយចំនួនធំមិនទាន់យល់ដឹងបានជ្រៅបាទនោះគឺរឿងស្លៀកពាក់យកការស្លៀកពាក់របៀបរបបតាមសាសដតីយកមកបំពេញនៅការបង្អួតខ្លួនឯងគិតថាខ្លួនឯងអស្ចារ្យគិតថាខ្លួនឯងស្អាតគ្មានអ្នកណាស្មើគិតថាធ្វើអ្វីទៅតាមការពេញចិត្តខ្លួនឯងដោយភ្លេចការត្រេះរិះការគិតវែងឆ្ងាយទៅថ្ងៃខាងមុខបាទដែលខ្លួនកំពុងតែប្រឈមមុខនឹងហានិភ័យខ្ពស់បំផុតបងប្អូនដឹងទេមនុស្សរាល់ថ្ងៃនេះគឺមានការរំលោភសម្លាប់ច្រើនមែនទែននៅក្នុង Facebook នេះអ្នកឃើញចុះបើអ្នកដែលយើងមិនបានឃើញអត់មានព័ត៌មានផ្សាយអ្នកបានដឹងទេរឿងទាំងអស់នេះតើវាកើតចេញពីណាខ្ញុំសូមប្រាប់អ្នកវាកើតចេញអំពីការមើលឃើញកើតចេញអំពីការគិតប៉ងអ្នកមិនអាចខាត់គេបានទេខ្ញុំមិនអាចខាត់អ្នកស្លៀកពាក់បានទេតែអ្នកត្រូវតែធ្វើខ្លួនឲ្យបានត្រឹមត្រូវប្រយ័ត្នដល់គេឯងផងខ្ញុំមិនអាចឲ្យអ្នកប្រយ័ត្នទៅខ្លួនឯងបានទេខ្ញុំត្រូវតែនិយាយអ្នកត្រូវតែប្រយ័ត្នដល់គេផងអ្នកត្រូវតែធ្វើជាបុគ្គលម្នាក់ដែលជួយការពារដល់ក្មួយអ្នកប្អូនអ្នកឬក៏កូនរបស់អ្នកផ្ទាល់គិតឲ្យមែនតើអ្នកកុំគិតថាសភាពដែលអ្នកកំពុងតែធ្វើនេះវាជាតួនាទីមួយដែលធ្វើឲ្យប៉ូលីសរវល់ហើយគិតថាល្អឬក៏ជួយដល់សង្គមមែនទេខុសហើយអ្នកគិតមិនដល់រឿងនេះទេបើអ្នកគិតដល់រឿងនេះអ្នកមិនហ៊ានស្លៀកពាក់មិនសមរម្យទេខ្ញុំអត់បានខ្វល់រឿងអ្នកចង់ធ្វើអីផ្សេងដែលលាក់កំបាំងខ្ញុំអត់និយាយទេតែខ្ញុំនិយាយរឿងដែលអ្នកកំពុងតែបង្ហាញអ្នកមិនត្រឹមតែបង្ហាញនៅក្រៅ Facebook ទេអ្នកបង្ហាញនៅក្នុង Facebook ទៀតរឿងនេះគឺអ៊ំស្រីជំទាវហ៊ុនណាត